ហើយក៏បំណងដែលអង្គការ NASA បានដាក់បញ្ចូលនៅសម្លេងមនុស្សសត្វរុក្ខជាតិនិងអរិយធម៌របស់មនុស្សដែលរស់នៅលើភពផែនដីបញ្ជូនទៅកាន់យាន Voyager ដោយសារតែគេដឹងថាយាន Voyager នេះនឹងហោះទៅដល់ភពនៅក្រៅប្រព័ន្ធព្រះអាទិត្យ Each Voyager has a gold record. This gold record was designed by Carl Sagan and his team, and it's really a time capsule of us. This is us contained in this record. ជំរាបសួរអ្នកទាំងអស់គ្នាគឺជាពាក្យធម្មតាមួយដែលអ្នកទាំងអស់គ្នាតែងតែលើជាប្រចាំប៉ុន្តែពាក្យមួយនេះកំពុងតែធ្វើដំណើរចេញពីភពផែនដីយ៉ាងឆ្ងាយទៅកាន់ចក្រវាឡជាមួយនឹងយានអវកាសរបស់អង្គការ NASA ដែលមានឈ្មោះថា Voyager 1 និង Voyager 2 នៅក្នុងឆ្នាំ 1977 មនុស្សជាតិបានបង្កើតគម្រោងអវកាសដ៏អស្ចារ្យមួយគម្រោងនេះគឺជាយានអវកាស Voyager ដែលបានបាញ់ចេញពីភពផែនដីដើម្បីទៅសិក្សាភពធំៗនៅក្នុងប្រព័ន្ធព្រះអាទិត្យយានអវកាសមួយនេះត្រូវបានបង្កើតឡើងដោយអង្គការ NASA ហើយក៏คล้ายទៅជាវត្ថុមួយដែលអាចធ្វើដំណើរបានឆ្ងាយបំផុតចេញពីភពផែនដីទៅកាន់ទីអវកាសប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងយានអវកាស Voyager 1 និង Voyager 2 នោះគឺជា disk មួយដែលបានថតនៅសំឡេងមនុស្សជាតិរបស់យើងហើយនៅក្នុងនោះក៏មានសំឡេងរបស់ប្រជាជនកម្ពុជារបស់យើងដែរដែលនិយាយថាជំរាបសួរអ្នកទាំងអស់គ្នានឹងមានរូបថតនៅក្នុងប្រទេសកម្ពុជារបស់យើងដែលរូបថតនោះគេដាក់រូបថតនៅតំបន់អង្គរនៅលើយានអវកាស Voyager ទាំងពីរគឺបានដាក់នៅ Golden Record មួយដែលថាសនោះមានទំហំរហូតដល់12អ៊ីងផលិតអំពីស្ពាន់ហើយស្រោបដោយមាសនៅខាងក្រៅហើយក៏បំណងដែលអង្គការ NASA បានដាក់បញ្ចូលនៅសម្លេងមនុស្សសត្វរុក្ខជាតិនិងអរិយធម៌របស់មនុស្សដែលរស់នៅលើភពផែនដីបញ្ជូនទៅកាន់យាន Voyager ដោយសារតែគេដឹងថាយាន Voyager នេះនឹងហោះទៅដល់ភពនៅក្រៅប្រព័ន្ធព្រះអាទិត្យបើសិនជាយាន Voyager បានជួបទៅនឹងភពដែលមានភាវៈមានជីវិតឬក៏ alien ផ្សេងរស់នៅនោះមនុស្សក្រៅភពឬក៏ alien នឹងទទួលបានសារដែលផ្ញើចេញពីភពផែនដីទៅនៅក្នុងសារនោះគ្រាន់តែចង់បញ្ជាក់ថានៅលើភពដ៏សែនឆ្ងាយមួយទៀតក៏មានភាវៈមានជីវិតរស់នៅដូចជាភពរបស់គេដែរសរុបមកវិញអ្វីដែលមនុស្សជាតិបាន record ទុកនៅក្នុង Golden Record នោះគឺមានរូបភាពចំនួន116សន្លឹកមានសលេងធម្មជាតិឧទាហរណ៍ដូចជាខ្យល់រលកសមុទ្របាក់សីភ្លៀងនិងបេះដូងរបស់មនុស្សហើយនឹងមានភ្លេងអំពីវប្បធម៌ផ្សេងៗគ្នាដូចជាអឺរ៉ុបអាហ្វ្រិកអាស៊ីនិងអាមេរិកហើយចំពោះសំឡេងភាសារបស់មនុស្សជាតិគឺមានសរុប55ភាសាហើយនៅក្នុងនោះក៏មានភាសាខ្មែររបស់យើងនៅក្នុងនឹងដែរដែលនិយាយថាជំរាបសួរអ្នកទាំងអស់គ្នាហើយហេតុផលដែលអង្គការ NASA បានដាក់បញ្ចូលនៅសំឡេងភាសាខ្មែររបស់យើងនៅក្នុង Golden Record របស់ Voyager នោះក៏ដោយសារតែភាសាខ្មែរគឺជាភាសាបុរាណមួយនៅតំបន់អាស៊ីអាគ្នេយ៍តំណាងឲ្យអរិយធម៌អង្គររបស់យើងបើយើងនិយាយអំពីអាយុកាលរបស់Golden Record នៅលើ Voyager គឺវាអាចរស់បានរហូតដល់ 1000 លានឆ្នាំបើយើងប្រៀបធៀបទៅនឹងអរិយធម៌របស់មនុស្សដែលរស់នៅលើភពផែនដីបើគិតមកដល់ពេលបច្ចុប្បន្នយើងទើបតែរស់នៅលើភពផែនដីបានប្រហែលជា 5000 ឆ្នាំប៉ុណ្ណោះអាយុកាលរបស់ Golden Record នៅលើ Voyager ពិតជាបានវែងខ្លាំងមែនទែនមកដល់ពេលបច្ចុប្បន្នយានអវកាស Voyager មួយនេះបានធ្វើដំណើរចេញឆ្ងាយពីភពផែនដីរហូតដល់170 AU នៅក្នុង1 AU គឺស្មើនឹង150លានគីឡូម៉ែត្រអរគុណអ្នកទាំងអស់គ្នា